đây Donald Trump cứ chỉ đẹp của cái cho cha khăng bạn đây có tớiยุทธศาสตร์មួយចំនួនចឹងថ្ងៃនេះខ្ញុំចែកពីយុទ្ធសាស្ត្ររបស់គាត់យុទ្ធសាស្ត្រទី1របស់គាត់ពេលគាត់ចាប់ដើមចរចាគឺគាត់ទាមទារច្រើនលះលុបអ្វីដែលគាត់ត្រូវការបាទដោយឧទាហរណ៍ថាគាត់ចង់បាន3តែគាត់ទារគេ20បាទគឺច្រើនតែម្ដងអញ្ចឹងបន្ទាប់ពីនឹងហើយគាត់ដាក់សម្ពាធផ្លូវចិត្តដោយប្រើអ្វីដែលគាត់មាននៅក្នុងអ្វីដែលជាចំណុចខ្លាំងរបស់គាត់ណាដោយថាអាមេរិកចំណុចខ្លាំងគឺជាអ្នកទិញធំជាងគេក្នុងពិភពលោកអញ្ចឹងគាត់នឹងនិយាយថាប្រទេសផ្សេងៗអាចយុទ្ធធម៌ជាមួយគាត់រកស៊ីគេប្រវាញ់លើគាត់អញ្ចឹងគាត់ត្រូវតែទាមទារឲ្យមានភាពស្មារតីឡើងវិញគាត់គម្រាមកំហែងពួកប្រទេសទាំងអស់ហ្នឹងថាបើមិនធ្វើតាមគាត់ទេគាត់នឹងតឡើងពន្ធធ្វើម៉េចឲ្យអ្នកឯងអត់បានលក់នៅទីផ្សារអាមេរិកអញ្ចឹងប្រទេសទូទៅគឺព្រមព្រៀងបាទដោយសារយើងគ្មានអីទាំងទប់ទល់ជាមួយអាមេរិកទេបាទព្រមព្រៀងខ្លាំងតែម្ដងអញ្ចឹងដូចជាប្រទេសយើងព្រៀងហ្នឹងបញ្ចុះពន្ធមកសល់ 5% ពន្ធនាំចូលបាទហើយនៅបញ្ចុះទៀតបាទខ្ញុំគិតថាចង់ក្រោយហ្នឹងគឺ 0% បាទយើងនឹងបញ្ចុះមក 0% ហើយបញ្ចុះមិនខ្ញុំគិតថាស៊ីសងរដ្ឋាភិបាលយើងតែយើងអាចចរចាបានបែបណាឥឡូវយើងព្រមបញ្ចុះមក 5% ពន្ធនាំចូលហើយដូចអង់គ្លេសជាដើមគាត់ចង់ឲ្យអង់គ្លេសបើកទីផ្សារសាច់គោរបស់អង់គ្លេសមកអាមេរិកចឹងណាអញ្ចឹងដោយសារតែសាច់គោអាមេរិកគឺអង់គ្លេសដាក់ពន្ធដូច100%ជាងណាអញ្ចឹងនាំទៅអាមេរិកនាំទៅអង់គ្លេសគឺអត់បានទេអញ្ចឹងឥឡូវនេះគឺអង់គ្លេសក៏ព្រមជាមួយគាត់តម្លាក់ពន្ធអស់ហើយឲ្យសាច់គោអង់គ្លេសសាច់គោអាមេរិកនាំចូលទៅអង់គ្លេសពីមុនអង់គ្លេសថាអាមេរិកចាំអត់មានស្តង់ដារគ្រប់គ្រាន់អញ្ចឹងគឺគាត់អត់ដៃនាំចូលស្រីទេអញ្ចឹងគាត់ដាក់ពន្ធបាទហើយមួយទៀតគាត់ប្រើយុទ្ធសាស្ត្រអាក្រក់ល្អបាទបានថាអ្នកដែលអត់ព្រមជាមួយគាត់គឺអាក្រក់ខ្លាំងបងដូចកាណាដាហ្នឹងអាក្រក់ណាស់កាណាដាគេប្របាញ់អាមេរិកកាណាដាគ្មានការចំណាយទៅខាងការពារប្រទេសអីទេគឺមានអាមេរិកជួយការពារប្រទេសអញ្ចឹងកាណាដាសំតែជារដ្ឋទី51របស់អាមេរិកអីចឹងទៅអញ្ចឹងគាត់ដាក់សម្ពាធលើកាណាដាខ្លាំងព្រោះកាណាដាឥឡូវតន់ព្រមព្រៀងជាមួយអាមេរិកមែនតើទេហើយទៅអង់គ្លេសវិញគឺព្រមព្រៀងគឺអង់គ្លេសល្អខ្លាំងដៃគូវែងឆ្ងាយវែងឡាយយុរដ្ឋមន្ត្រីអង់គ្លេសនិយាយទៅគឺនិយាយត្រូវគ្នាជាងល្អអីចឹងទៅបាទហើយមួយទៀតគឺប្រកាសភាពអត់ច្បាស់លាស់បាទបើនឹងកន្លះអត់ដើរមួយណានៅនឹងគាត់បានគាត់គម្រាមកំហែងគឺជុលមួយគេណាបាទជុលហ្នឹងតាមពិតគាត់ដឹងតែពេលគាត់ជុលមួយគេគាត់នឹងរងគ្រោះដែរគេនឹងរងគ្រោះគាត់នឹងរងគ្រោះតែគាត់គម្រាមថាគាត់នឹងជុលហ្នឹងមកហើយគាត់អួតថាអាមេរិកគ្មានអីត្រូវរងគ្រោះអីទេគាត់ជាអ្នកទិញធំតែដល់ពេលអញ្ចឹងទៅគាត់ចាប់ដើមដូចមួយចិនបាទគាត់តឡើងពន្ធ 10% 30% រហូតដល់ 145% ហើយចិនតឡើងដល់ 125% ហើយគាត់គម្រាមថែមទៀតក៏ចិនប្រាប់ថាចេះបើស៊ីជីងគាត់ចេះដែរអ្នកឯងឡើង10ដល់ 1000% ដល់ 1,000,000% ខ្ញុំក៏អត់តឡើងអីទៀតដែរព្រោះថា 100% ជាងហ្នឹងគឺបានថាចំនួនពាណិជ្ជកម្មរវាងប្រទេសទាំងពីរហ្នឹងសឹងតែសូន្យទៅហើយព្រោះអត់អាចមានការនាំចូលបានពន្ធខ្ពស់ពេកអញ្ចឹងណាទោះ 1,000,000% ក៏សូន្យដែរអញ្ចឹង 100% ជាងក៏សូន្យដែរអញ្ចឹងគេអត់ឆ្លើយតបអីទេអញ្ចឹងពេលហ្នឹងហើយចាប់ដើមគាត់ដាក់សម្ពាធខ្លាំងលើចិនអត់ព្រមទទួលអាសម្ពាធគាត់ដាក់ហ្នឹងគាត់បារម្ភវិញគាត់ថាអូខេអញ្ចឹងជាជនអាមេរិកនឹងប៉ះពាល់ខ្លាំងព្រោះថាតំណែងចិនគាត់ត្រូវការតំណែងចិនហើយគាត់ទិញរបស់តំណែងចិនច្រើនដែរអញ្ចឹង supermarket ដែល mall ដែលគាត់ stock តំណែងចិននៅខែ3ហ្នឹងឥឡូវចាប់ដើមអស់អាតំណែងចិនហ្នឹងហើយអញ្ចឹងទៅគឺគាត់ក៏គាត់ថាអូខេហើយសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះអញ្ចឹងគាត់ប្រមតម្លាក់ពន្ធវិញបាទតម្លាក់ពន្ធព្រមទៅចរចានៅប្រទេស Switzerland វិញអញ្ចឹងគាត់តម្លាក់មក 30% ចិនគាត់តម្លាក់មក 10% វិញហើយអញ្ចឹងក៏បានផលមួយទៀតគឺប្រជាជនគាត់ក៏បានលក់ទៅប្រទេសចិនវិញអញ្ចឹងផលប៉ះពាល់ច្រើនគាត់គឺបានន័យថាគាត់មិនចង់ជុលមួយគេទេបាទតែគាត់គម្រាមថាគាត់នឹងជុលមួយគេបាទឲ្យគេរងគ្រោះតែបើសិនជាគេធ្វើតាមគាត់ចំណេញបាទប៉ុន្តែគេអត់ធ្វើតាមគាត់ដកថយវិញដូចចិនគាត់ដកថយបាត់គេដកថយមកជំហានវិញព្រោះគាត់ដឹងតែចិនស៊ីជីពីគាត់ចេះដែរគាត់ធ្វើតាមតែអាហ្នឹងបណ្ដាសារប្រទេសចិនវាធំដែរណាតែទូយើងមិនអាចទៅចរចាបែបហ្នឹងបានទេបាទយើងទៅចោះញោមខាងគាត់ខ្លាំងហើយដោយសារតែគាត់រៀងខ្លាំងហើយបាទប្រទេសគាត់ហាមណាចយើងកូនប្រទេសឬប្រទេសផ្សេងៗសម្រាប់អង់គ្លេសក៏ព្រមមួយគាត់ដែរបាទអញ្ចឹងបានអឺរ៉ុបយុទ្ធសាស្ត្រអឺរ៉ុបវិញគឺគាត់បញ្ចូលគ្នាបាទប្រទេសហ្នឹងគឺដោយសារ EU ហ្នឹងអញ្ចឹង EU បញ្ចូលគ្នាបាទអញ្ចឹង10ប្រទេសជាងហ្នឹង20ប្រទេសជាងហ្នឹងគឺគាត់បញ្ចូលគ្នានឹងចរចាជាមួយអាមេរិកអញ្ចឹងយុទ្ធសាស្ត្រគាត់បាទគឺបានថាគាត់ទាមទារច្រើនហ្មងថាចង់បានតែ3ទេតែទី20ហើយដាក់ទៅនឹងកម្មផ្លូវចិត្តមនុស្សបាទប្រហែលជាជាប់ជួបហើយមនុស្សបែបហ្នឹងបាទគឺទាមទារច្រើនអាឡេឡូឡាបករួមបកឲ្យធ្វើឲ្យទៅនឹងកម្មផ្លូវចិត្តយើងរហូតដល់យើងថាអូខេបានសុំបញ្ចុះបន្តិចដល់បានមក5គេក៏ព្រមបាទគេក៏ព្រមDonald Trumpក៏ព្រមអញ្ចឹងពេលតែព្រមទៅយើងក៏ធូរចិត្តយើងក៏ថាអូល្អធូរចិត្តបានគាត់ព្រមល្អទៅជាអារម្មណ៍យើងល្អវិញហើយតែពេលអ្នកដែលចរចាជាមួយយើងដាក់សម្ពាធផ្លូវចិត្តហ្នឹងគេចង់បាន3គេបាន5គេមិនសប្បាយចិត្តខ្លាំងបាទអញ្ចឹងចង់ក្រោយអាហ្នឹងយុទ្ធសាស្ត្រហ្នឹងវាដើរជាមួយនឹងដៃគូយើងច្រើនគាត់ថាយើងជាមនុស្សអាឡេឡូដាក់សម្ពាធផ្លូវចិត្តនឹងអត់ទៅលើគេអញ្ចឹងណាអញ្ចឹងយុទ្ធសាស្ត្រគាត់គឺអញ្ចឹងបាទបើមើល Donald Trump គឺគាត់ធ្វើអញ្ចឹងបងគឺសម្ពាធផ្លូវចិត្តហើយមួយទៀតអ្នកខ្លះគឺគាត់ខ្លាំងដែរគាត់ចំហរឹងបាទដូចចិនណាអ្នកខ្លះគាត់ក៏ព្រមដែរបាទអ្នកខ្លះទៀតគឺថាសឹងថាព្រមដែរប៉ុន្តែអត់មានលទ្ធភាពតែធ្វើមិនបាច់បាទបើក្នុងថាមានលទ្ធភាពប៉ុណ្ណឹងទៅធ្វើមិនដូចតែឥឡូវទៅប្រទេសអារ៉ាប៊ីសាអូឌីតបាទប្រទេសអារ៉ាប៊ីសាអូឌីតគាត់ប្រកាសថាអូឥឡូវអារ៉ាប៊ីសាអូឌីតយល់ព្រមឲ្យវិនិយោគ$600,000នៅអាមេរិកប៉ុន្តែពេលចុះហត្ថលេខាតែ$283,000,000ទេបាទអញ្ចឹងគាត់អារ៉ាប៊ីសាអូឌីតដើម្បីកុំឲ្យថាតិចពេកគាត់បង្កើតជារូបភាពមួយ$600,000ហើយឥឡូវឡើងដូចជា$1 trillionទៀតបាទតែតាមពិតអា deal ណាចង់មែនតើហ្នឹង$283,000ហើយមិនមែនភ្លាមទេគឺទិញក្នុងប្រហែលឆ្នាំ5ឆ្នាំ10ឆ្នាំឬក៏វិនិយោគប្រហែលឆ្នាំក្នុងប្រហែលឆ្នាំទៀតតែដើម្បីពេញចិត្ត Donald Trump
គេថាអូ$6,000 ទៅបាទដាក់អញ្ចឹងបាទ Donald Trump ពេលដែល deal មួយគាត់ហ្នឹងគឺច្រើនណាស់បាទប៉ុន្តែមែនតើហ្នឹងអ្នកខ្លះមានលទ្ធភាពទេគាត់តែនិយាយចោលសិនណាបាទគឺគេមានតែប៉ុណ្្នឹងលទ្ធភាពប៉ុណ្្នឹងតែធ្វើម៉េចអញ្ចឹងដោយសារតែធ្វើម៉េចឲ្យ Donald Trump សប្បាយចិត្តដែរហើយនៅស្រុកខ្មែរយើងក៏មានគេប្រើយុទ្ធសាស្ត្រហ្នឹងដែរបាទទៀមទាច្រើនហើយដាក់សម្ពាធផ្លូវចិត្តរហូតដល់អ្នកដែលចរចាជាមួយឯខ្លួនឯងហ្នឹងយល់ព្រមអញ្ចឹងណាយល់ព្រមមួយចំនួនអញ្ចឹងណាតែបើសិនអ្នកដែលផ្លូវចិត្តគាត់ខ្លាំងហើយគាត់ក៏មានអ្វីក្នុងដៃច្រើនដែរអញ្ចឹងគាត់ក៏រឹងតាមហ្នឹងទៅអញ្ចឹងណាអញ្ចឹងយុទ្ធសាស្ត្រហៅ bully យុទ្ធសាស្ត្រ bully បែបយ៉ាង bully គេអញ្ចឹងណាដើម្បីគេព្រមទាំងអ្នកទុនសោយនឹងត្រូវតែព្រមហ្នឹងវាអត់ព្រមបានទេទោះយុទ្ធធម៌មិនយុទ្ធធម៌ប៉ុណ្ណាគេត្រូវតែព្រមដោយសារយើងអត់មានធនធានអីនឹងតតាំងមួយគេទេអញ្ចឹងណាបាទខ្ញុំសិក្សាបណ្ឌិតសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិកបើសិនជាចូលចិត្តវីដេអូខ្ញុំសូមចុច follow TikTok channel របស់ខ្ញុំហើយចុចចែកម្លែកវីដេអូនេះទៅកាន់មនុស្សឲ្យបានកាន់តែច្រើនអ្នកដើម្បីគាត់បានសិក្សា